ព័ត៌មានក្តៅៗតែម្ដងពុកម៉ែបងប្អូនអ្នកតាមដានវិស័យកីឡាប្រដាល់គុណខ្មែរជាទីគោរពនិងជាទីរាប់អានតាក់ទងទៅនឹងនាគរាជខ្មៅចតុមុខឈឹងល្វីពុកម៉ែបងប្អូនប្រហែលជាដឹងហើយថាកីឡាករដ៏ល្បីល្បាញលំដាប់ជួរមុខរបស់កម្ពុជារូបនេះគឺកំពុងតែក្រសោបយកប្រជាប្រិយភាពយ៉ាងខ្លាំងមែនទែននៅក្នុងវិស័យកីឡាប្រដាល់គុណខ្មែររយៈពេលប្រមាណជា2ឆ្នាំចុងក្រោយនេះនៅពេលមុននេះបើតាមព័ត៌មានច្បាស់ការគឺកីឡាករឈឹងល្វីរបស់ព្រះរាជាណាចក្រកម្ពុជាបាទគឺរថយន្តរបស់កីឡាករឈឹងល្វីជួបគ្រោះថ្នាក់ចរាចរណ៍នៅឃុំមៀកស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅវេលាម៉ោងប្រហែល7យប់ថ្ងៃទី21ខែមេសាឆ្នាំ2025បាទគឺរថយន្តជាមួយនឹងរ៉ឺម៉កតកតងទៅនឹងបាទព័ត៌មាននេះពុកម៉ែបងប្អូនឃើញមានការផ្សព្វផ្សាយពាសពេញបាទបណ្ដាញសង្គមតែម្ដងបាទតកតងទៅនឹងកីឡាករបាទរបស់គេថាព្រះរាជាណាចក្រកម្ពុជាឈឹងល្វីគឺបានជួបបាទនៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាទនេះអញ្ចឹងពុកម៉ែបងប្អូនណាកីឡាករឈឹងល្វីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍តែដូចជាមិនមានរបួសស្នាមទេបាទសម្រាប់កីឡាករឈឹងល្វីហើយបើយើងងាកទៅកាន់បាទវិស័យកីឡាដែរគឺកីឡាបាល់ទាត់បាទកីឡាបាល់ទាត់បាទគឺកីឡាករទេសម្បត្តិបាទទេសម្បត្តិគឺមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូបាទធ្លាក់បាទចូលទៅក្នុងទឹកស្ទឹងបាទឬក៏ទឹកព្រែកហ្នឹងគឺរហូតបាត់បង់ជីវិតអញ្ចឹងតាក់ទងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឃើញថានៅក្នុងឆ្នាំថ្មីនេះគឺវ៉ាវដល់ពុកម៉ែបងប្អូនណាបាទគួរឲ្យកត់សម្គាល់មែនតើអញ្ចឹងខ្ញុំសង្ឃឹមថាកីឡាករមិនថាតែជើងល្វីទេកីឡាករបដាល់ទាំងអស់ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនតើតាក់ទងទៅនឹងការធ្វើដំណើរនៅលើដងផ្លូវបាទធ្វើដំណើរនៅលើដងផ្លូវអញ្ចឹងតាក់ទងទៅនឹងព័ត៌មាននេះពុកម៉ែបងប្អូនបាទអ្នកតាមដានវិស័យកីឡាប្រដាល់គុណខ្មែរគាត់ឃើញគេshareប្រងព្រាតថាព័ត៌មានហ្នឹងពិតអត់បងពិតអត់បាទគឺជាព័ត៌មានពិតបាទដោយកីឡាកររបស់កម្ពុជាឈឹងល្វីហ្នឹងគឺពិតជាជួបបាទនៅគ្រោះថ្នាក់ចរាចរណ៍បាទពិតប្រាកដមែនបាទពិតប្រាកដមែនដូច្នេះពុកម៉ែបងប្អូនបាទចូលរួមបាទ share ព័ត៌មាននេះហើយចែកចាយបន្តផងហើយបើសិនជាខ្ញុំបាទលើកទៅលើសលួសត្រូវខុសដោយប្រការណាមួយនោះក៏សូមខន្តីតែអភ័យទោសជាចុងក្រោយបាទសូមជម្រាបលាបាទ